ថ្មីនេះប្រទេសចិនបានតេស្តសាកល្បងយន្តហោះចំនួនថ្មី Airborne Early Warning and Control ហៅកាត់ថា AEWC ដែលរចនាឡើងដើម្បីបង្កើនសមត្ថភាពការការពារពីការគំរាមកំហែងដល់ប្រទេសរបស់ខ្លួនយន្តហោះនេះមានឈ្មោះថា KG-3000 ដែលតួរបស់វាបំពាក់លើយន្តហោះដឹកជញ្ជូនយុទ្ធសាស្ត្រ Beijing Y-20B ដែលមានបំពាក់ម៉ាស៊ីនយន្តហោះ Xinjiang WS-20 ថាមពលខ្លាំងចំនួន4បើតាម website Fly Global យន្តហោះនេះមាន radar array scan electronic សកម្មចំនួន2បំពាក់ពីលើ radar ទាំងនេះទំនងជាបង្វិលដើម្បីផ្ដល់នូវការគ្របដណ្ដប់ពេញលេញរួមជាមួយសមត្ថភាពដែលចាប់គោលដៅបានគ្រប់ស្ថានភាពទោះបីជាស្ថិតនៅក្នុងបរិយាកាសស្មុគស្មាញក៏ដោយក្រៅពីនេះវាមានបំពាក់ជាមួយនឹងប្រព័ន្ធចាក់សាំងលើអាកាសដែលអាចឲ្យយន្តហោះនេះបំពេញបេសកកម្មបានរយៈចម្ងាយឆ្ងាយជាងមុនដោយធម្មតាវាអាចហោះហើរបានចម្ងាយ800ទៅ1000គីឡូម៉ែត្រយោងតាមសារព័ត៌មានចិនយន្តហោះ KG-3000 នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពឃ្លាំមើលរបស់កងទ័ពរំដោះប្រជាជនចិនជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូងនិងប៉ាស៊ីហ្វិកខាងលិចដែលមានការប្រកួតប្រជែងខ្ពស់វាក៏ត្រូវបានមើលឃើញថាជាការធ្វើឲ្យប្រសើរឡើងដ៏ធំមួយនៅលើកងយន្តហោះឆ្លប់យកការ AEWC បច្ចុប្បន្នរបស់ចិនដែលរួមមានយន្តហោះចាស់ KG-500 និង KG-2000 ប្រទេសចិនកំពុងចូលរួមក្នុងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកសម្រាប់ឧត្តមភាពលើអាកាសដោយប្រទេសទាំងពីរបានវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងដែនអាកាសទំនើប